មានន័យថាបើយុទ្ធធម៌មួយដែលគេទន្ទឹងរង់ចាំយូរពេកវាគឺជារឿងអយុត្តិធម៌ទៅហើយនេះមិនទាន់គិតទៅដល់គុណភាពនៃការសម្រេចសេចក្តីផង justice delay justice denied មានន័យថាម៉េចមានន័យថាបើយុត្តិធម៌មួយដែលគេទន្ទឹងរង់ចាំយូរពេកវាគឺជារឿងអយុត្តិធម៌ទៅហើយនេះមិនទាន់គិតទៅដល់គុណភាពនៃការសម្រេចសេចក្តីផងដូច្នេះទោះបីជាបច្ចុប្បន្នស្ថានភាពមិនទាន់ដល់ដំណាក់កាលនៃការកកស្ទះដូចnhưពេលកន្លងទៅក៏ពិតមែនប៉ុន្តែក៏យើងក៏សម្គាល់ឃើញថាសំណុំរឿងដែលមាននៅតាមតុលាការពីមួយថ្ងៃទៅមួយថ្ងៃវាមានការកើនឡើងជាលំដាប់ដូច្នេះការខិតខំដោះស្រាយសំណុំរឿងឲ្យបានឆាប់រហ័សវាគឺជាកិច្ចការដែលមន្ត្រីតុលាការគ្រប់រូបត្រូវអនុវត្តជាប់ជាប្រចាំនិងគ្រប់ពេលវេលាទាំងអស់ហើយយើងសង្ឃឹមថាតាមរយៈយុទ្ធនាការមួយនេះយើងនឹងអាចឃ្លាម្ដងទៀតយើងនឹងអាចដោះស្រាយម្ដងទៀតនៅរាល់សំណុំរឿងផ្សេងៗជាពិសេសក្នុងរឿងរដ្ឋាភិបាលនេះដែលរឿងក្តីមួយចំនួនគឺត្រូវការចំណាយពេលយូរទើបអាចសម្រេចបានឯសំណុំរឿងព្រមទាំងយើងដោះស្រាយរួចហើយនៅសល់សំណុំរឿងរដ្ឋាភិបាលដែលយើងត្រូវខិតខំជំរុញតាមរយៈយុទ្ធនាការមួយនេះដើម្បីធ្វើយ៉ាងណាឲ្យការដោះស្រាយសំណុំរឿងរដ្ឋាភិបាលមួយប្រព្រឹត្តទៅបានឆាប់រហ័សហើយយើងក៏ត្រូវចាំមួយដែរថាកាលណារឿងក្តីមួយទុកយូរពេករឿងក្តីនោះខ្លាយទៅជារ៉ាំរ៉ៃបើរ៉ាំរ៉ៃដំណោះស្រាយគឺមិនងាយទេមិនស្រួលនោះទេដូច្នេះហើយការដាក់ចេញយុទ្ធនាការមួយនេះគឺយើងត្រូវប្រឈមដោះស្រាយនៅអ្វីដែលជាបញ្ហាប្រឈមដែលកំពុងកើតមាននៅតាមសាលាមេក្ដីគ្រប់ជាន់ថ្នាក់ហើយយើងចង់ដឹងថាតើមានបញ្ហាអ្វីខ្លះនៅតាមសាលាមេក្ដីតើអ្វីខ្លះជាបញ្ហាប្រឈមធំជាងគេដែលនាំឲ្យចំណាត់ការរឿងក្តីមានការយឺតយ៉ាវចឹងយុទ្ធនាការមួយនេះយើងនឹងអនុវត្តអាចថាជាជំហានទី2បន្ទាប់ពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រំប្រទានដែលបានអនុវត្តកាលពីឆ្នាំ2020និង2021